យើងរួមគ្នាទាំងអស់គ្នាដើម្បីកុមារកម្ពុជាបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាការបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរារេថ្ងៃនេះជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសសសាវតាខ្មែរបានល្បីល្អជាចំណែកយើងចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកនាងអស្ចារ្យស្មោះត្រង់ថាតែមួយភាសាតែមួយខ្មែរជាផ្ទះតែងជួយស្គមថតសក់មកយើងគឺជាគ្រួសារញញឹមកម្ពុជាទូឃ្លៀតឃ្លាផ្ញើចិនជួបជុំកាត់លេចជើងត្បូងមិនសមងំយើងអបអរសាទរកម្ពុជាញញឹមជាមួយផងសាងអនុសាធ្លាប់បងកុំឲ្យវេលានេះរំលងស្រែកហូរសប្បាយអើងកដើមចេញពីមួយគឺអ្នកឬក៏ខ្ញុំចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកនាងអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជាផ្ទះតែងជួយស្គមថតសក់មកយើងគឺជាគ្រួសារបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាការបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរារេថ្ងៃនេះជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសសសាវតាខ្មែរបានល្បីល្អជាចំណែកយើងចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកនាងអស្ចារ្យស្មោះត្រង់ថាជាតិតែមួយភាសាតែមួយខ្មែរជាផ្ទះតែងជួយស្គមថតសក់មកយើងគឺជាគ្រួសារញញឹមកម្ពុជាទូឃ្លៀតឃ្លាផ្ញើចិនជួបជុំកាត់លេចជើងត្បូងមិនសមងំ
จำท่าយើងជាម្ចាស់ជាតិយើងពួនដៃរាំងសាខ្ញុំនាងលោកអ្នកអស្ចារ្យស្មោះត្រង់ថាក្រំទុំជាតិតែមួយភាសាតែមួយខ្មែរជំនះតែងជួយស្គមធាត់សក់មកយ៉ាងគឺជាគ្រួសារហូហូហូយើងស្រែកបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាកាបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរារេថ្ងៃនេះជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសសសាវតាខ្មែរបានល្បីល្អជាចំណែកយើងចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកអ្នកអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជំនះតែងជួយស្គមធាត់សក់មកយ៉ាងគឺជាគ្រួសារសាទរញញឹមកម្ពុជាទូឃ្លៀងឃ្លាផ្ញើចិនជួបជុំកាត់លេចជើងត្បូងមិនសមងំយើងអបអរសាទរកម្ពុជាញញឹមជាមួយផងសាងអនុសាសន៍ធ្លាប់បងកុំឲ្យវេលានេះរំលងស្រែកហូរសប្បាយអើកដើមចេញពីមួយគឺអ្នកឬក៏ខ្ញុំចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកអ្នកអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជំនះតែងជួយស្គមធាត់សក់មកយ៉ាងគឺជាគ្រួសារហូហូហូយើងស្រែកបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាកាបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរារេថ្ងៃនេះជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសសសាវតាខ្មែរបានល្បីល្អជាចំណែកយើងចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកអ្នកអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជំនះតែងជួយស្គមធាត់សក់មកយ៉ាងគឺជាគ្រួសារ
តូញញឹមកម្ពុជាទូឃ្លៀតឃ្លៀបផ្ញើចិនជួបជុំកាត់លេចជើងត្បូងមិនសមងំយើងអបអរសាទរកម្ពុជាញញឹមជាមួយផងសាងអនុសាសន៍ធ្លាប់បងកុំឲ្យវេលានេះរំលងស្រែកហូរសប្បាយអើកដើមចេញពីមួយគឺអ្នកឬក៏ខ្ញុំចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកអ្នកអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជំនះតែងជួយស្គមថតសក់ខ្មែរយើងគឺជាគ្រួសារបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាកាបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរារេថ្ងៃនេះជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសសសាវតាខ្មែរបានល្បីល្អជាចំណែកយើងចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកអ្នកអស្ចារ្យស្មោះត្រង់ថាជាតិតែមួយភាសាតែមួយខ្មែរជំនះតែងជួយស្គមថតសក់ខ្មែរយើងគឺជាគ្រួសារតូញញឹមកម្ពុជាទូឃ្លៀតឃ្លៀបផ្ញើចិនជួបជុំកាត់លេចជើងត្បូងមិនសមងំយើងអបអរសាទរកម្ពុជាញញឹមជាមួយផងសាងអនុសាសន៍ធ្លាប់បងកុំឲ្យវេលានេះរំលងស្រែកហូរសប្បាយអើកដើមចេញពីមួយគឺអ្នកឬក៏ខ្ញុំចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកអ្នកអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជំនះតែងជួយស្គមថតសក់ខ្មែរយើងគឺជាគ្រួសារបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាកាបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរារេថ្ងៃនេះជា
ជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសសសាវតាខ្មែរបានល្បីល្អជាចំណែកយើងចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកនាងអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជាផ្ទះតែងជួយស្គមថតសក់មកយើងគឺជាគ្រួសារកម្ពុជាទូឃ្លៀឃ្លាផ្ញើចិនជួបជុំកាត់លេចជើងត្បូងមិនសមងំយើងអបអរសាទរកម្ពុជាញញឹមជាមួយផងសាងអនុស្សាវរីយ៍ធ្លាប់ពងកុំឲ្យវេលានេះរំលងស្រែកហូរសប្បាយអើងកដើមចេញពីមួយគឺអ្នកឬក៏ខ្ញុំចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកនាងអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជាផ្ទះតែងជួយស្គមថតសក់មកយើងគឺជាគ្រួសារបន្តគឺដើម្បីចូលរួមជាកម្លាំងជាការបដូចផ្ដើមអ្នកទំនៀមខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរារេថ្ងៃនេះជាគំរូថ្ងៃស្អែកជាចំណែកជាសរសៃសសសាវតាខ្មែរបានល្បីល្អជាចំណែកយើងចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកនាងអស្ចារ្យស្មោះត្រង់ថាជាតិតែមួយភាសាតែមួយខ្មែរជាផ្ទះតែងជួយស្គមថតសក់មកយើងគឺជាគ្រួសារញញឹមកម្ពុជាទូឃ្លៀឃ្លាផ្ញើចិនជួបជុំកាត់លេចជើងត្បូងមិនសមងំយើងអបអរសាទរកម្ពុជាញញឹមជាមួយផងសាងអនុស្សាវរីយ៍ធ្លាប់ពងកុំឲ្យវេលានេះរំលងស្រែកហូរសប្បាយអើងកដើមចេញពីមួយគឺអ្នកឬក៏ខ្ញុំចងចាំថាយើងជាម្ចាស់ជាតិយើងពួតដៃរាំងសាខ្ញុំនាងលោកនាងអស្ចារ្យស្មោះត្រង់ថាក្រោមទង់ជាតិតែមួយភាសាតែមួយខ្មែរជាផ្ទះតែងជួយស្គមថតសក់មកយើងគឺជាគ្រួសារ
ហូហូហូយើងស្រែកបន្ទោគឺដើម្បីចូលរួមជាកម្លាំងជាកាបដូចផ្ដើមអ្នកទុំនាងខ្ពង់រៀបទុនលេអ្នកនៅឆ្នេរកុំចាំរៀ អូខេអ្នកនរគ្នាថវិកាដែលយើងប្រមូលបានទាំងអស់ហ្នឹងគឺបានចំនួន2,43,1000 រៀលអញ្ចឹងខ្ញុំនឹងយកថវិកាទាំងអស់នេះទៅដាក់នៅវិញដាក់នៅក្នុង ABA ដើម្បីបាញ់ទៅកាន់ទីពេទ្យភៈបុប្ផាអូខេពុកម៉ែបងប្អូនអរគ្នាឥឡូវខ្ញុំបាញ់លុយទៅកាន់ទីពេទ្យគុណភៈបុប្ផាសរុបថវិកាទាំងអស់នេះគឺបានចំនួន2,43,1000 រៀលហើយអ្នកគ្រូក៏គាត់បានបន្ថែមឲ្យ2,45,000 ម្ដងទៅអញ្ចឹងអរគុណមែនតើអ្នកគ្រូដែលបានបន្ថែមឲ្យគ្រប់2,45,000អញ្ចឹងខ្ញុំនឹងធ្វើការបាញ់ទៅខាងមូលនិធិគុណភៈបុប្ផាកម្ពុជាអញ្ចឹងយើងនឹងបាញ់ទៅ2,45,000អូខេនេះចំនួនលុយ2,45,000ឥឡូវខ្ញុំធ្វើការបាញ់ទៅតាមម្ដងទៅនេះបងប្អូនអរគ្នាបាញ់ចូលហើយ